ចុះហត់លេខាទៅប្រុសកូនខ្ញុំមានផ្ទៃពោះហើយខ្ញុំមិនអាចឲ្យគាត់ទទួលការរងគ្រោះបានទេបងស្រីសុំទោសទាំងអស់នេះគឺដោយខ្ញុំនិងធីងសេមិនអាចគ្រប់គ្រងអារម្មណ៍បានហើយមានផ្ទៃពោះពេលខែមុនបងនៅបរទេសថតភាពយន្តកូននេះជារបស់អ្នកណាក៏មិនប្រកាសដែរទីងសេតាមមែនទេដែលខ្ញុំធ្វើល្អពេកចំពោះអ្នកជានិច្ចដល់ថ្នាក់ប្រាអកិរិយាបែបនេះនិយាយជាមួយបានទេខ្ញុំបានជួយអ្នកចាប់ផ្ដើមអាជីវកម្មរយៈពេល3ឆ្នាំតែបដូរទៅជាការប្រព្រឹត្តដូចនេះពីអ្នកសែក1លានយួននេះឲ្យអ្នកគិតថាជាសំណង3ឆ្នាំដែលអ្នកបានថែទាំខ្ញុំឆ្លងហត់លេខាហើយចេញទៅ1លានយួនហួតធីងសេនៅក្នុងភ្នែកអ្នកខ្ញុំគ្រាន់តែសម្រាប់លុយប៉ុណ្ណោះដែលនៅជាមួយអ្នកស្រីចាស់បែបនេះពេលមុនខិតខំគ្រប់វិធីដើម្បីរៀបការចូលគ្រួសារគោមិនមែនសម្រាប់លុយទេហើយតាលុយទេពេកល្អហើយអាពីនេះខ្ញុំយកព្រមបំបែកប៉ុន្តែ1លាននេះទុកឲ្យអ្នកព្យាបាលក្បាលទៅសូដានអ្នកជួយហើយបើចេញពីគ្រួសារគូអ្នកនឹងមិនអាចទិញបាយបរិភោគបានផងគូទីងសេចាប់ពីថ្ងៃនេះទៅមុខយើងមិនជំពាក់គ្នាទៀតទេសង្ឃឹមថាអ្នកកុំសោកស្ដាយអ្នកគ្រប់គ្រងក្នុងរយៈពេល10នាទីខ្ញុំចង់ឃើញក្រុមរថយន្តឈប់នៅមុខផ្ទះគ្រួសារគូកូនស្រីធំអ្នកចុងក្រោយក៏យកក្រុមត្រឡប់មកវិញហើយក្រុមរថយន្ត Rolls Royce ធំចំនួនកំណត់ពិភពលោកបានមកដល់រួចហើយស្ថិតនៅច្រកផ្លូវនោះគឺជារថយន្ត Phantom ដែលមានត្រឹមតែ3គ្រឿងនៅពិភពលោកនោះគឺជាក្រុមរថយន្តរបស់គ្រួសារសូរ៉ានគាត់លោកគូផ្នែកធនាគារបដិសេធការខ្ចីប្រាក់របស់យើងហើយបើយប់នេះយើងរកមិនបានវិនិយោគសម្រាប់គម្រោងធានយន្តទេគ្រាន់តែប៉ុណ្ណោះគឺបញ្ចប់ហើយសូម្បីតែក្រុមហ៊ុនរបស់យើងក៏នឹងទទួលបន្ទុកបំណុលធំមួយដែរអីអ្វីលោកស្រីលីងបានទៅវិញមិនតែប៉ុណ្ណោះនាងមិនបាននិយាយថានាងស្គាល់វិនិយោគខ្លះទេមែនទេលោកស្រីលីងនិយាយថានាងមិនសុខសប្បាយទៅមន្ទីរពេទ្យថែទាំទេពូហើយមិនប្រយោជន៍ទេពិតជាមិនអាចជួយបានទេតែប៉ុណ្ណោះអីមើលទៅត្រូវសង្ឃឹមលើពិធីជប់លៀងយប់នេះហើយសូមស្ដាប់ថាអ្នកស្នងរត់នៃក្រុមហ៊ុនហេរ៉ាញ់វត្ថុស៊ូដ៏សម្ងាត់នោះនឹងបង្ហាញខ្លួនយប់នេះតែបើអាចភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារស៊ូបានវិបត្តិតិចតួចនេះគ្មានអ្វីទេថ្ងៃនោះសូរ៉ានហាក់ដូចជាឡើងឡានគ្រួសារស៊ូគាត់ប្រហែលជាសមាជិកគ្រួសារស៊ូបងទីងជេខ្ញុំទៅឃើញសូយ៉ានឡើងរថយន្តប្រណិតមួយហើយមានបរិសុទ្ធចាស់ម្នាក់បើកទ្វារឲ្យគាត់ប្រកាសជាត្រូវបានគេបំពន់ហើយពិតជាមិនខ្មាស់អៀនអ្វីឡើយខ្ញុំគិតថាបងមានទំនាក់ទំនងអ្វីមួយជាមួយគ្រួសារសូមិនដឹងថាគ្រាន់តែរកបានមនុស្សមានលុយម្នាក់ប៉ុណ្ណោះសូយ៉ានបងក៏មានសមត្ថភាពត្រឹមតែប៉ុណ្ណឹងកញ្ញាធំ3ឆ្នាំនេះអ្នកបានទទួលការលំបាកប្រធានក្រុមហ៊ុនបាននិយាយថាតែបើអ្នកព្រមត្រឡប់មកទទួលមរតកគ្រួសារការចាក់ចេញពីផ្ទះនេះគាត់នឹងមិនចាំបាច់គិតទេលំបាកមិនមែនទេយ៉ាងហោចណាស់វាធ្វើឲ្យខ្ញុំបានឃើញច្បាស់ថាទីងជាមនុស្សប្រភេទអ្វីលោកពូសូមស៊ើបអង្កេតខ្សែសង្វាក់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកូស៊ីឥឡូវនេះកូស៊ីកំពុងប្រកួតដេញថ្លៃគម្រោងទីក្រុងថ្មីធានយន្តហើយកំពុងខ្វះថវិកាប្រហែល300លានយួនប្រសិនបើមិនមានការវិនិយោគបន្ថែមទីងជានឹងលំបាកហួសខែក្រោយ300លានយួនប្រាក់បន្តិចនេះសម្រាប់ខ្ញុំគ្រាន់តែជាប្រាក់ចំណាយលេងប៉ុណ្ណោះបញ្ជាឲ្យមនុស្សរាយការណ៍ថាយប់នេះក្នុងពិធីជប់លៀងអ្នកមានប្រចាំឆ្នាំទីតាំងឆៃនីវ៉ាន់ខ្ញុំនឹងចូលរួមជាអតីតប្រធានប្រតិបត្តិថ្មីនៃក្រុមហ៊ុនស៊ីលចេះចំពោះគ្រួសារយ៉ាមិនចាំបាច់ជូនដំណឹងជាពិសេសទេខ្ញុំចង់ឲ្យគាត់មើលឃើញដោយផ្ទាល់ភ្នែកអតីតភរិយាដែលគាត់ខឹងដូចបៃតងនោះជារឿងដែលគាត់មិនអាចឈានដល់បានសោះក្នុងជីវិតនេះបងឈៀនអ្នកមើលទៅផ្នែកនោះមើលនោះមិនមែនជាស៊ូរ៉ែនទេតើគាត់មកដល់រួចម្ដេចមនុស្សនាងស្លៀកពាក់បែបនេះមកពិធីជប់លៀងកម្រិតខ្ពស់បែបនេះប្រកាសជាត្រូវបានបរិសុទ្ធចាស់នោះនាំមកចូលតើអ្វីទៅជាពិធីជប់លៀងយប់ឆេនយួនមេងលេងដែលស្ត្រីក្រីក្រមិនមានម៉ាក់ស្លាកសញ្ញាណាមួយដូចអ្នកអាចទទួលបានសម្បត្តិចូលអូយនេះមិនមែនជីកទេតើអ្នកមកទីនេះធ្វើអ្វីឲ្យព្រះអង្គសម្លៀកបំពាក់ដែលអ្នកស្លៀកនេះតើជាការចម្លងថ្នាក់ខ្ពស់ដែលបរិសុទ្ធចាស់ដែលបង្អង់អ្នកទិញឬអ្នកមិនមែនចង់ស្លៀកសម្លៀកបំពាក់คล้ายៗនេះមកសំណាងសាក់លបងរកអ្នកមាននៅទីនេះទេសូមសោកស្ដាយពិធីជប់លៀងថ្នាក់ខ្ពស់នេះមិនមែនជាកន្លែងសម្រាប់អ្នកណាក៏បានទេចម្លងថ្នាក់ខ្ពស់បើភ្នែកឆ្កែរបស់អ្នកមើលទៅនេះជាផលិតផលពិតអ្នកពិតជាចូលចិត្តនិយាយកុហកមែនទេសម្លៀកបំពាក់នេះគឺជាការរចនាដោយអ្នករចនាសម្លៀកបំពាក់ថ្នាក់ពិភពលោកនៅបរទេសសម្រាប់កូនស្រីអ្នកមានជាងគេមានតែមួយគត់នៅលើពិភពលោកតើអ្នកមានសមត្ថភាពធំដល់មួយកម្រិតណាដែលអាចធ្វើឲ្យកូនស្រីអ្នកមានបំផុតលើលោកផ្ដល់សម្លៀកបំពាក់របស់នាងឲ្យអ្នកបើខ្ញុំនិយាយខ្ញុំគឺជាកូនស្រីរបស់អ្នកមានបំផុតអ្នកគឺជាកូនស្រីរបស់អ្នកមានបំផុតខ្ញុំម្ដាយអ្នកមានបំផុតនៅតែសល់ទេមិនមែនជាអ្នកមានចាស់នោះចង់បោកអ្នកជាដំណើររបស់គាត់ទេសូរ៉ាន់ទៅតែបែកគ្នាបានប៉ុន្មានម៉ោងប៉ុណ្ណោះអ្នកបានអត់ចិត្តចេញមកលក់បែបនេះហើយបុណ្យអាហារពិធីកម្រិតនេះមិនមែនសម្រាប់អ្នកស្រីចាស់ដែលជាទូរងដូចអ្នកទេ
លោកគ្រូកោសូមប្រើពាក្យឲ្យសមរម្យផងអ្នកបានបំពេញចន្លោះថវិកា3រលាននោះរួចហើយឬនៅមានពេលទំនេរមករួយរឿងអ្នកអតីតនៅទីនេះទៀតសូរ៉ានសូមកុំបន្តតាមដានអស់សំណើចទៀតអ្នកគិតថារត់មកទីនេះហើយមកឲ្យគេអស់គិតយល់ខ្ញុំគ្រាន់តែមើលអ្នកបន្ថែមមួយផ្លែទៀតក៏អាម៉ាស់ហើយយប់នេះអ្នកតែប៉ុណ្ណោះដែលនឹងត្រូវបានបណ្ដេញចេញដូចជាឆ្កែដូចជា Gettings សន្តិសុខអ្នកនាំស្ត្រីរន្ធត់នេះចេញទៅឲ្យខ្ញុំកុំឲ្យគាត់បំពុលភ្នែករបស់អ្នកស្នងមើលក្រុមហ៊ុនស៊ូសូមស្ដាប់ឲ្យបានច្បាស់លោកគូស្នើឲ្យអ្នកបោះបង់ឲ្យជប់ដៃ